này vẽ quan nâng cho nó mấy cứ formality identity identity operator ta vay tới cái hai tha identity operator dương ban riêng dương ban sắc xa operatorสรุปទាំងអស់មានប្រមាណ operator មាន7ហើយយើងក៏បានសិក្សាវាអស់6ដែរអញ្ចឹង operator ចុងក្រោយនេះឈ្មោះថា operator identity សំណួរសួរថាតើ operator identity នេះយើងប្រើប្រាស់សម្រាប់ធ្វើអ្វីហើយនៅពេលដែលវាចេញលទ្ធផលតើលទ្ធផលនោះចេញមកបែបណាហើយវាមានសញ្ញាអ្វីសម្គាល់ថាវាជា identity តនសំណួរអត់តើ identity ប្រើប្រាស់សម្រាប់ធ្វើអ្វីតើ identity មានសញ្ញាសម្គាល់ដូចម្ដេចហើយលទ្ធផលរបស់ identity ចេញមកមានប៉ុន្មានអ្វីខ្លះទុកពេលឲ្យ10នាទីដើម្បីស្រាវជ្រាវហើយសិក្សាលើចំណុចទាំងនេះហើយយើងនឹងចាប់ផ្ដើមបង្វិលកងបន្តទៀតតោះចាប់ផ្ដើម10នាទីតោះដល់ម៉ោងតោះចាប់ដើមមុនត្រាមក
is និង is not តើ identity ប្រើសម្រាប់ធ្វើអីបើរូបគឺធ្វើ creative ប្រើសម្រាប់ពិនិត្យអង្គទៀតលោកមានតែមួយឬអត់មានតែមួយឬអត់មិនអត់យល់គួយសុំម្នាក់ទៀតមកហៀងជាតាឆ្លើយចាលោកគ្រូអតីតធានប្រើសម្រាប់ពិនិត្យថាអាចទាំងពីរមានអង្គភាពដូចគ្នាឬអត់ប្រើសម្រាប់ object comparison មិនមែន value comparison ប្រើក្នុងការត្រួតពិនិត្យថា variable មួយមានតម្លៃដូចឬអត់បាទបើនិយាយទៅពាក់ព័ន្ធទៅនឹងតម្លៃពីរដូចគ្នាឬក៏អត់អញ្ចឹងបើនិយាយពីសញ្ញាសំដៅលើសញ្ញាស្មើណាបើប្រៀបធៀបសញ្ញាស្មើហើយចុះនៅពេលដែលវាបញ្ចេញតម្លៃសំទោសបញ្ចេញលទ្ធផលតើលទ្ធផលវាចេញបែបណាព្រោះលទ្ធផលវិញ A is B បើតើអ្នកណាអាចឆ្លើយបានលទ្ធផលបាទលទ្ធផលចេញពីរគឺ true ហើយនិង false ណា true ហើយនិង false ហើយចុះសញ្ញានិមិត្តសញ្ញាបាទ is និង is not បើសិនបើ is មានន័យថាពិតបើសិនបើ is not មានថាមិនបាទអរគុណគុយអញ្ចឹងដូចគ្នាយើងបាននិយាយចឹង identity គឺសំដៅទៅលើការប្រៀបធៀបតម្លៃពីរថាមានដូចគ្នាឬក៏អត់ណាបើដូចគ្នាវាពិតបើមិនដូចគ្នាទេគឺវាមិនពិតតម្លៃសំទោសលទ្ធផលដែលចេញមកមានតែពីរទេគឺ true ហើយនឹង false អញ្ចឹងគ្រូមានលំហាត់មួយទៀតឲ្យយើងធ្វើណាសូមធ្វើលំហាត់មួយទៀតបញ្ជាក់ថាយើងពិតជាយល់លំហាត់មេរៀននេះបាទអញ្ចឹងលំហាត់នេះមានអត្ថេចំនួនប្រមាណមើលមើលមានប្រមាណ2 A និង B ហើយយើងសង្កេតឃើញថាវាក៏មានការប្រកាសអត្ថេ B មួយទៀតដែរឃើញណាវានៅតែ2ដដែលប៉ុន្តែគេប្រកាសអត្ថេ B សារឡើងវិញតោះណាហើយបើសិនបើមិនអោយប្រើប្រាស់កុំព្យូទ័រឬក៏កម្មវិធីរ៉ាន់កូដហ្នឹងតើយើងអាចដឹងថាលទ្ធផលចេញបែបណាឬក៏អត់ដឹងប៉ុន្តែឲ្យកាន់តែច្បាស់សូមអនុវត្តជាមួយនឹងកម្មវិធីតោះចាប់ផ្ដើម